អញ្ញងអាសេយោសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនសិភៅសាវ៉េទង្ហើប្រូក្រាមកម្រិត1ទាំងអស់គ្នាដែលក្នុងសិភៅនេះយើងនឹងចាប់ផ្ដើមមេរៀនទី1ដែលមេរៀនទី1នេះគេអានថា Il qua ក្នុងមេរៀនទី1នេះដែលមានចំណងជើងថាអញ្ញងអាសេយោអ្នកទាំងអស់គ្នាប្រហែលឆ្ងល់ថាពាក្យអញ្ញងហាសេយ៉ូហេតុអ្វីបានមានសញ្ញាសូដោយសារតែនៅក្នុងប្រទេសកូរ៉េពាក្យថាអញ្ញងហាសេយ៉ូហ្នឹងគឺប្រើបានច្រើនយើងប្រើបានជំរាបសួរសួស្តីឬក៏សួស្តីតើអ្នកសុខសប្បាយជាទេឬក៏យើងនិយាយពេលជំរាបលាក៏បានដែរយើងគ្នាក៏បានដែរតែចឹងហើយបាននិយាយពាក្យអញ្ញងហាសេយ៉ូគឺប្រើសញ្ញាសូចឹងយើងចូលដល់ចំណុចបន្តទៀតចឹងមេរៀនទី1របស់យើងមាន4ចំណុចដែលចំណុចទី1និយាយអំពីឈូជេប្រែថាអត្តមត្តចឹងចំណុចទី1គេនិយាយអំពី insawasoke ការស្វាគមន៍និងការណែនាំខ្លួនហើយរីឯចំណុចទី2 Orfiva មូនប៉បពាក្យនិងវេយ្យាករណ៍ហើយចំណុចបន្តទៀតខាងក្រោមមានអ៊ីរឿមឈ្មោះជីកប់មុខរបរនិងការងារគុកចុកសញ្ជាតិហើយវេយ្យាករណ៍របស់យើងញ៉ងសាបូកអ៊ីយេយ៉ូនិងយេយ៉ូញ៉ងសាប្រែថានាមហើយចំណុចទី3វ៉ាល់តុងដែលមានន័យថាសកម្មភាពអញ្ចឹងសកម្មភាពរបស់យើងមានអីខ្លះមានដូចជា Panchin Kuwa Insahagi ការស្វាគមន៍ជាមួយមិត្តរួមថ្នាក់ហើយមួយចំណុចទៀត Chaki Soke Kul Ikosuki អាននឹងសរសេរការណែនាំអំពីខ្លួនឯងរីឯចំណុចទី4គេនិយាយអំពី Munfawa Chongpo Munfa មានន័យថាវប្បធម៌រីឯ Chongpo មានន័យថាព័ត៌មានចឹងវប្បធម៌និងព័ត៌មានហើយខាងក្រោមនេះគេនិយាយអំពី Hankoke Insa Malil ដែលមានន័យថាភាសាគោរពស្វាគមន៍របស់ប្រទេសកូរ៉េយើងទៅចំណុចបន្តទៀតទំព័របន្តគេនិយាយអំពីគេសួរអំពីតើមនុស្សទាំងនេះកំពុងធ្វើអ្វីដែលភាសាកូរ៉េគេនិយាយថា Isram Terun More Obsul Heo តើមនុស្សទាំងអស់នេះកំពុងធ្វើអ្វីចំណុចបន្តគេនិយាយអំពី Irum Mimoeo Iyaki Poseo តើអ្នកឈ្មោះអ្វីសូមប្រាប់ឈ្មោះចឹងកន្លែងនេះ Irimi Moeo តើអ្នកឈ្មោះអ្វី Iyaki Poseo សូមប្រាប់ឈ្មោះចឹងរូបភាពទី1អ៊ីរឹមឈ្មោះ Ramin រីឯរូបភាពទី2អ៊ីរឹមនេះប្រើតែឈ្មោះ Cham Si Thu ឈ្មោះ Cham Si Thu រីឯរូបភាពទី3ឈ្មោះ Earing ចំណែកឯរូបភាពទី4ឈ្មោះ Chaesun រូបភាពទី5ឈ្មោះ Rahman គេ
ឯរូបភាពទី6អ៊ីរឹមឈ្មោះខូឆនរូបភាពទី7ឈ្មោះគីមសុងមីនរូបភាពចុងក្រោយរូបភាពទី8ឈ្មោះអាន់ជេឡាចឹងនៅទំព័រនេះគេចង់ឲ្យយើងប្រាប់អំពីឈ្មោះហើយក៏គេសួរឈ្មោះយើងចូលដល់ទំព័របន្តទៀតទំព័របន្តនេះគេនិយាយអំពីវេយ្យាករណ៍ចឹងវេយ្យាករណ៍របស់យើងថ្ងៃនេះមានញ៉ុងសាបូកអ៊ីយេយ៉ូនិងយេយ៉ូញ៉ុងសាមានន័យថានាមបូកនឹងអ៊ីយេយ៉ូនិងយេយ៉ូកន្លែងនេះគេអានថាសារ៉ាមសាមូលអ៊ីរមឺនម៉ាល់ហាតេសាយ៉ូហេយ៉ូវាត្រូវបានប្រើប្រាស់នៅពេលនិយាយអំពីឈ្មោះមនុស្សវត្ថុនិងសត្វរបៀបប្រើនាមណាដែលបញ្ចប់ដោយស្រៈឬយើងនិយាយបានម្យ៉ាងទៀតបានថានាមណាដែលអត់ជើងយើងប្រើជាមួយយេយ៉ូនិងនាមណាដែលបញ្ចប់ដោយជើងជំនះនាមណាដែលមានជើងយើងប្រើជាមួយអ៊ីយេយ៉ូឧទាហរណ៍ដូចរូបភាពខាងក្រោមនេះម្នាក់នេះគឺឈ្មោះហ៊ូអែនចឹងហ៊ូអែនដោយសារមានជើងប្រើជាមួយនឹងអ៊ីយេយ៉ូហ៊ូអែននីយេយ៉ូចំណែកឯម្នាក់នេះឈ្មោះអាន់ជេឡាដោយសារពាក្យអាន់ជេឡាខាងចុងនេះអត់មានជើងគេប្រើជាមួយនឹងយេយ៉ូឥឡូវយើងមកមើលយេមូនឧទាហរណ៍នោះមានការមានណាការគេសួរថាឆេស៊ឹមមីម៉យអូឆេស៊ឹមមីម៉យអូតើអ្នកឈ្មោះឆេស៊ឹនឬណាឆ្លើយណែឆេស៊ឹនីអូបាទដោយចាស់ឈ្មោះខ្ញុំឈ្មោះឆេស៊ឹនហើយចំណុចបន្ទាប់ការសួរទៀតរ៉ាហ៊ឺម៉ានីអូតើអ្នកឈ្មោះហាឬម៉ាន់ឬណាឆ្លើយអានីអូឆាំស៊ីធឺអូគេថាមិនមែនទេខ្ញុំឈ្មោះឆាំស៊ីធឺខ្ញុំគឺឆាំស៊ីធឺឥឡូវយើងមើលចំណុចបន្ទាប់នៅខាងក្រោមទៀតហ៊ូអែនពាក្យថាហ៊ូអែនវាបញ្ចប់ដោយព្យញ្ជនៈវាមានជើងដូច្នេះយើងប្រើជាមួយអ៊ីយ៉ូហ៊ូអែននីយ៉ូពាក្យឆេស៊ឹនពាក្យឆេស៊ឹនដោយសារបញ្ចប់ដោយព្យញ្ជនៈដែរហើយយើងប្រើជាមួយអ៊ីយ៉ូដូចគ្នាឆេស៊ឹនីយ៉ូដោយសារវាមានជើងយើងប្រើជាមួយអ៊ីយ៉ូហើយពាក្យដែលប្រើជាមួយយេយ៉ូមានដូចមានឈ្មោះខាងក្រោមនេះឆាំស៊ីធឺពាក្យឈ្មោះខាងលើមិញឆាំស៊ីធឺហ្នឹងដែលបញ្ចប់ដោយស្រៈហើយអត់ជើងយើងប្រើជាមួយយេយ៉ូអញ្ចឹងមានន័យថាឆាំស៊ីធឺយេយ៉ូហើយឈ្មោះអាន់ជេឡាដោយសារអាន់ជេឡានេះបញ្ចប់ដោយស្រៈដែរដោយចប់ដោយស្រៈអាវាអត់មានជើងយើងប្រើជាមួយយេយ៉ូដែរអញ្ចឹងមានន័យថាអាន់ជេឡាយេយ៉ូអញ្ចឹងក្នុងចំណុចនេះបានបញ្ចប់ហើយឥឡូវយើងចូលដល់ចំណុចបន្ទាប់ទៀតដែលចំណុចទី1នេះគឺនិយាយអំពីអ៊ីរីមីម៉យអូអ៊ីយ៉ាគីប៉ូសេអូគឺថាតើអ្នកឈ្មោះអ្វីសូមនិយាយអំពីឈ្មោះឬក៏សូមប្រាប់ឈ្មោះអញ្ចឹងនៅចំណុចខាងក្រោមគឺមានភូគីឧទាហរណ៍អ្នកស្រីនេះបាន
និយាយថាអញ្ញោសេអូ ហ៊ូអេននីអូគាត់ថាសួស្តីខ្ញុំឈ្មោះហ៊ូអេនមើលពាក្យហ៊ូអេននេះដោយសារតែបញ្ចប់ដោយមានជើងឬថាបញ្ចប់ដោយជើងជំនះគេប្រើជាមួយអ៊ីយេអូហើយអ្នកស្រីនេះក៏បាននិយាយថាអញ្ញោសេអូកូឆននីអូសួស្តីខ្ញុំឈ្មោះកូឆនចឹងពាក្យកូឆននេះបញ្ចប់ដោយជើងជំនះគេប្រើជាមួយអ៊ីយេអូដែរហើយយើងមើលរូបភាពខាងក្រោមគឺមាន3រូបភាពឯរូបភាពទី1គឺគេឲ្យឈ្មោះមកពីគឺឆាំស៊ីធឺនិងអាន់ជេឡាអញ្ចឹងឆាំស៊ីធឺម្នាក់ប្រុសនេះអាន់ជេឡាម្នាក់ស្រីនេះពាក្យឆាំស៊ីធឺហើយនិងពាក្យអាន់ជេឡាដោយសារតែបញ្ចប់ដោយស្រៈដែលយើងហៅថាអត់មានជើងគេប្រើជាមួយនឹងយេយ៉ូរីឯរូបភាពទី2គេឲ្យឈ្មោះមកពីរដែរគឺអ៊ីរីងនិងហារ៉ាហ៊ឺម៉ាន់ដោយសារតែពាក្យថាអ៊ីរីងហើយនិងហារ៉ឺម៉ាន់នេះមានជើងអញ្ចឹងគេប្រើជាមួយនឹងអ៊ីយេយ៉ូរីឯចំណុចបន្ទាប់ចំណុចទី3ឆេស៊ឿននិងរ៉ាមីនអញ្ចឹងម្នាក់ឈ្មោះឆេស៊ឿនម្នាក់ទៀតឈ្មោះរ៉ាមីនដោយសារតែឈ្មោះអ្នកទាំងពីរបញ្ចប់ដោយព្យញ្ជនៈឬយើងហៅថាបញ្ចប់ដោយមានជើងដូច្នេះគេប្រើជាមួយនឹងអ៊ីយេយ៉ូងាយទេបងប្អូនគ្រាន់តែអត់ជើងប្រើជាមួយយេយ៉ូអាណាមានជើងប្រើជាមួយអ៊ីយេយ៉ូទីឯចំណុចបន្ទាប់ចំណុចទី2គេនិយាយថាផាន់ឈិនគូអេគេអ៊ីនសាកូអ៊ីរឺមឺនម៉ាល់ហេប៉ូសេអូដែលមានន័យថាជំរាបសួរមិត្តរួមថ្នាក់របស់អ្នកហើយប្រាប់ពួកគេអំពីឈ្មោះរបស់អ្នកអញ្ចឹងគេឲ្យយើងជំរាបសួរមិត្តរួមថ្នាក់របស់យើងហើយយើងឲ្យយើងប្រាប់អំពីឈ្មោះអញ្ចឹងម្នាក់ប្រុសនេះគេនិយាយថាអញ្ញងហាសេយ៉ូសួស្តីជំរាបសួរហើយម្នាក់ស្រីនេះក៏បាននិយាយថាអញ្ញងហាសេយ៉ូសួស្តីឬជំរាបសួរដូចគ្នាភាសាដែលមានសញ្ញាសួរអញ្ចឹងគេប្រែបានច្រើនតើអ្នកសុខសប្បាយទេក៏បានដែរអញ្ចឹងដោយសារមេរៀនយើងវែងយើងសូមបញ្ចប់ត្រឹមនេះសិននឹងជួបគ្នានៅមេរៀនបន្តទៀតសូមអរគុណ